ចំណាយចូលលោកគ្រូអ្នកគ្រូនឹងសួរស្ដីតែកម្មសិក្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទឈ្មោះខេងភិរតជាសិស្សទី12Aនៃវិទ្យាល័យហេចម្រិនព្រៃលវាមកឆ្លើយសំណួរជីវវិទ្យាដែលមករៀនដោយលោកគ្រូសួងចានីអង្គស្ពែមគឺជារុក្ខជាតិដែលមានក្របហើយក្របដល់វាការពារទៅដោយសម្បកអង្គស្ពែមចែកចេញជាពីរគឺ Monocotyledon និង Dicotyledon Monocotyledon គឺជារុក្ខជាតិដែលមានក្របហើយក្របរបស់វាមាន cotyledon 1 Dicotyledon គឺជារុក្ខជាតិដែលមានក្របហើយក្របរបស់វាមាន Dicotyledon 2 ឬមាននីតិដឹកនាំទឹកនិងអំបិលកានិកពីដើមទៅកាន់ស្លឹកដើម្បីធ្វើរស្មីសំយោគបង្កើតសមាសធាតុសរីរាង្គខ្លីកោសហើយនឹងដើមមាននីតិទ្រង់ផ្នែកលើដីដឹកនាំទឹកនិងអំបិលកានិកពីឫសទៅកាន់ស្លឹករុក្ខជាតិដើម្បីធ្វើរស្មីសំយោគបង្កើតសមាសធាតុសរីរាង្គខ្លីកោសជាលិកាសំខាន់របស់រុក្ខជាតិមានបាច់សរសៃនាំមានដូចជាស៊ីឡែមនិងប្លង់អែមស៊ីឡែមគឺជាបាច់សរសៃនាំដែលដឹកនាំទឹកទៅកាន់ស្លឹកដើម្បីធ្វើរស្មីសំយោគបង្កើតសមាសធាតុសរីរាង្គខ្លីកោសហើយប្លង់អែមមាននីតិដឹកនាំសមាសធាតុសរីរាង្គទៅកាន់សរីរាង្គណាដែលមិនធ្វើរស្មីសំយោគ5 Chloroplast មានផ្ទុក Chlorophyll ជាតិពណ៌បៃតងហើយវាមាននីតិចាប់យកពន្លឺព្រះអាទិត្យដើម្បីបង្កើតសមាសធាតុសរីរាង្គខ្លីកោសហើយផ្ទៃលើនិងក្រោមស្លឹករុក្ខជាតិមានផ្ទុក Abidim